ជំរាបសួរបងប្អូនទាំងគ្នាvà có một căn channel bà riêngខ្ញុំមកលើខ្ញុំបានម្ដងវិញហើយបាទថ្ងៃនេះខ្ញុំនឹងមានរឿងមួយដែលជាប្រភេទរឿងជក់ចិត្តនិយាយអំពីជក់ឈុនចិត្តដែលគាត់តែងតែមើលឃើញខ្មោចចឹងមានន័យថានៅគ្រប់គ្នាគេមិនដែលឃើញអីទេប៉ុន្តែគាត់មានតែគាត់តែឃើញខ្មោចម្នាក់ឯងចឹងបងប្អូនគឺនេះពិតជារន្ធត់មែនចឹងរឿងហ្នឹងគឺមានឈ្មោះថាខ្ញុំមើលឃើញខ្មោចពិតជារន្ធត់មែនបងប្អូនខ្ញុំបានស្មូសចិត្តខ្ញុំចង់រៀនផ្នែកថតរូបនិងរចនារូបភាពនៅសាលាឯកជនមួយហើយតាំងពីខ្ញុំបានអាយុ10ឆ្នាំខ្ញុំតែងតែឃើញរបស់ដែលមនុស្សម្នាមិនដែលឃើញដូចជានៅសុកនៅលើដំបូលទេម្ដាយរបស់ខ្ញុំក៏ឃើញមនុស្សមានស្រាបហោះហើរដូចជាសត្វអញ្ចឹងជួនកាលនៅកណ្ដាលជោគជ្រៅខ្ញុំឮសូរសំឡេងច្រៀងជិះគ្នាលេងតែតាមកាប់ពិតនៅម្ដុំនោះគឺគ្មាននរណាទេជួនកាលក៏ឮសំឡេងខ្មោចបំពេកូនដូចជាបំផុតណាស់បងប្អូនអ្នកក្នុងភូមិនិយាយតាមខ្ញុំថាជាក្មេងដែលត្រូវខ្មត់ឡើងឬក៏ក្រចាយខ្មត់ឡើងជារឿយខ្ញុំអាចនឹងច្រឡំមនុស្សឬខ្មោចប៉ុន្តែញាណរបស់ខ្ញុំបញ្ជាក់ថានោះគឺជាខ្មោចពិតជារន្ធត់ណាស់ពេលដែលខ្ញុំនិយាយទៅប្រាប់ម្ដាយរបស់ខ្ញុំឬក៏អ្នកភូមិរបស់ជាមួយគឺគេមិនសូវជឿទេគេថាខ្ញុំនឹងគឺជាមនុស្សអត់គ្រប់ទឹកឬក៏សម័យច្រើនណាបងប្អូនហើយរឿងនេះគឺពិបាកនឹងជឿណាស់ដោយសារគេគិតថាខ្ញុំជាក្មេងតែពេលនោះក៏ម្ដាយរបស់ខ្ញុំក៏នាំខ្ញុំទៅជួបលោកបងនៅឯវត្តមួយកន្លែងបាទដើម្បីឲ្យលោកបងស្រត់ទឹកហើយក៏លោកបងគាត់មានពុទ្ធិកាថាឲ្យខ្ញុំបួសរៀននៅវត្តមួយរយៈចឹងបងប្អូនតែខ្ញុំបានបួសរៀនចេះធម៌3-4មេដែរចឹងបងប្អូនហើយក៏ខ្ញុំតែងតែទន្ទឹងជារៀងរាល់ជប់ហើយក្រោយមកទៀតក៏ខ្ញុំបួសរៀនបានតែរយៈពេលខ្លីទេបងប្អូនហើយក៏ចាក់ខាបត់ហើយអ្វីក្រោយមកក៏រៀងល្អភាសាណាដោយសារខ្ញុំចេះធម៌ចេះអីចឹងបងប្អូនហើយនៅពេលដែលខ្ញុំឃើញគឺខ្ញុំសូត្រធម៌នៅក្នុងចិត្តហើយក៏ធម្មតាវិញចឹងបងជួនកាលក៏ខ្ញុំដើរតាមផ្លូវអីចឹងទៅក៏ឃើញម្រាមទង្វាចឹងទៅហើយក៏ខ្ញុំមិនមានអារម្មណ៍ខ្លាចដែរដោយសារតែខ្ញុំចេះធម៌ខ្ញុំទន្ទឹងធម៌នៅក្នុងចិត្ត
ដែលអាចឲ្យខេឲ្យយើងហ្នឹងគឺមានស្មារតីមិនសូវខ្លាចបន្ទាប់មកទៀតខ្ញុំនិងគ្រួសាររបស់ខ្ញុំបានរស់នៅសុខសាន្តហើយវត្ថុមិនពិតទាំងអស់នោះក៏ខ្ញុំមិនសូវដែលខេដែរបងប្អូនតែរយៈពេល18ឆ្នាំខ្ញុំក៏មិនដែលមានបញ្ហាណាមួយទុកកាត់ទេដល់ពេលខ្ញុំដែលនៅទីនោះក៏ដោយសារតែខ្ញុំបានលើផ្ទះពីស្រុកកំណើតមករៀនបន្តនៅឯរាជធានីភ្នំពេញក៏ខ្ញុំមិនដែលឃើញដែរមកដល់ភ្នំពេញបន្តមហាវិទ្យាល័យកន្លែងខ្ញុំទទួលស្នាក់នៅគឺនៅសាលារៀនចុងអន្តរប្រវេសដ្ឋានចឹងណាសម្រាប់ឲ្យនិស្សិតមកពីខេត្តគឺនិស្សិតប្រុសមួយអាគារនិស្សិតស្រីមួយអាគារហើយគឺនៅជប់ដំបងដែលខ្ញុំបានគឺនៅអសដ្ឋានដែលសាលាវិទ្យាល័យសិក្សានៅសិស្សមកពីខេត្តហ្នឹងណាបងប្អូនពីខេត្តគឺនៅជប់ដំបងនឹងខ្ញុំបានព្រេតពីក្រចៅខ្មុតរបស់ខ្ញុំហើយភាសាយើងបានដូរទីតាំងទីលំនៅរហូតដល់ចឹងទៅរហូតដល់ម៉ោង10ជប់ពេលដែលខ្ញុំចេញពីជប់ៀងស្វាគមន៍ក្រុមនិស្សិតថ្មីហើយក៏ដើរកាត់តាមសួនច្បារដ៏ធំនិងនៅក្នុងសាកលវិទ្យាល័យហើយខ្ញុំក៏មានអារម្មណ៍ថាដកជាប់នឹងចិត្តថ្មីសង្ឃឹមថាអនាគតជានិស្សិតបញ្ញាបត្រដែលខ្ញុំមកពីជនបទហើយមានហើយដែលធ្លាប់នឹងដោយសារតែយើងជាក្មេងសុខស្វានៅពីជនបទគឺយើងសុខមួយគេណាបងប្អូនតែទៅក៏ចិត្តហ្នឹងក៏គាត់បានប្រាប់មិត្តភ័ក្តិថាគាត់បានសុំទៅគេមានទាំងគាត់ហ្នឹងគឺចូលមិត្តភ័ក្តិទៅសម្រាប់មុនហើយដោយសារគាត់មិនសូវចូលចិត្តភាពសប្បាយលាយផងនោះហើយគាត់ក៏អស់កម្លាំងដោយសារកាយគាត់សើជូរពេកហើយក៏គាត់បានបន្តតាមមកអាគារដែលគាត់ស្នាក់នៅហ្នឹងគឺនៅជុំវិញហ្នឹងគឺស្ងាត់ហើយប៉ុន្តែគាត់បានលើសម្រុកជើងដាំស៊ូហើយក៏គាត់បានប្រញាប់ប្រញាល់តារចាញ់រឿនឈ្មោះទៅអាគារស្នាក់នៅរបស់គាត់ដើម្បីដើរដល់អាគារនោះគឺគាត់ត្រូវតែដើរតាមគៀនជញ្ជាំងដើម្បីសាប់ដងកន្លែងស្នាក់នៅរបស់គាត់ហើយនៅកន្លែងគៀនជាងសាលារៀនហ្នឹងគឺអត់សូវមានពូទេបងប្អូនដោយសារពូគឺគេដាក់តាមដងវិថីឬក៏តាមផ្លូវដែលយើងដើរអញ្ចឹងដោយសារនេះគឺគាត់ដើរកាត់អញ្ចឹងគឺភ្លើងមិនសូវច្បាស់ទេគាត់ដើរយ៉ាងរឿនព្រាមនោះចិត្តក៏ឬសំឡេងចម្លែកមួយចំនួនតែគឺសូលគេស្មូតឬក៏ឬសូលគេចាក់ភ្លើងបានសក់គឺសូលសំឡេងក៏រំភើប
ដោយសារតែនៅម្ដុំនោះគឺស្នាប់នឹងដកវិញផងមានតែគាត់តែតាមបន្ទប់មុនគឺមិត្តភ័ក្តិដទៃទៀតគឺគាត់នៅផាថីហើយចិត្តក៏បានឃើញក្មេងស្រីជំទោម្នាក់ជាក្មេងស្រីដែលកំពុងតែនិយាយទូរស័ព្ទបែរខ្នងមករកគាត់ហើយពេលនោះក៏គាត់ថាគាត់តាំងចិត្តថាខ្ញុំបីតែមនុស្សស្រីគេមិនខ្លាចផងមកខ្លាចអីឯងមកជាមនុស្សប្រុសចឹងទៅហើយក៏បន្តមកទេក៏ចាត់គាត់តាំងចិត្តយ៉ាងមិនមមថាកុំភ័យព្រោះអ្វីជាមនុស្សពេលនោះចិត្តក៏ឈ្មោះទៅកាន់ហើយក៏គាត់ឃើញចំមមនុស្សស្រីហ្នឹងក៏គាត់ឈ្មោះទៅកាន់នារីដែលជាទូរស័ព្ទហ្នឹងទៅហើយពេលនោះក៏មេចាប់តាមព្រៀងរលឹមតក់ដែរតែពេលនោះគឺគាត់ព្រឹកក្បាលដែរខ្ញុំមានចិត្តហើយក៏នារីនោះមកសរនិយាយទូរស័ព្ទនៅពេលនោះហើយគាត់បានតាំងចិត្តថាទោះមានក្រទេសៈយ៉ាងណាគឺគាត់ត្រូវតែសំណុកទៅគោលដៅតែគាត់គឺសំណុកទៅកន្លែងតែគាត់ស្នាក់នៅហើយនៅមិនឆ្ងាយប៉ុន្មានប្រហែលជា30ទៅ50ម៉ែត្រនោះគឺទៅដល់កន្លែងចតម៉ូតូនិងរថយន្តហើយចិត្តក៏បានសម្រុកដែរទៅហើយគាត់ក៏គិតថាកន្លែងចតម៉ូតូហ្នឹងគឺមុខតែមានមនុស្សឬក៏សំសុកដែរគាត់នៅជាមហ្នឹងហើយគាត់ឈ្មោះទៅមិនបានគិតអ្វីច្រើនព្រោះថានឹងមានមនុស្សនៅទីនោះនៅតាមជាមមិនដូច្នេះក៏ចិត្តក៏គាត់បងផ្អែកពេលហ្នឹងគឺចិត្តគាត់ចង់ទៅតាគាគាត់ស្នាក់នៅចឹងប៉ុន្តែដោយសារតែគាត់ខ្លាចចឹងក៏នេះទៅអំពងក៏គាត់ប្រវាយទឹកដៅទៅកន្លែងគេជាម៉ូតូហ្នឹងទៅតាមពិតចរិតភ័យរបស់ខ្ញុំក៏នៅតែកាត់ឡើងក៏ដែរហើយវាកាត់ឡើងជាអតិបមាបេះដូងរបស់ចិត្តហ្នឹងគឺចង់ផ្ទុះឲ្យបងប្អូនហើយគាត់ក៏រក្សាចិត្តធ្វើដូចជាធម្មតាហើយក៏គាត់ឈប់ធម៌ដែលគាត់បានបួសរៀនមួយរយៈពេលមកហើយក៏គាត់បានឃើញជំនឿឆ្កែព្រុសហើយក៏គាត់ងាកទៅក្រោយគឺឃើញឆ្កែធំមួយសម្លឹងមកគាត់ហើយឆ្កែនោះព្រុសមកដាក់គាត់មិនដឹងថាឆ្កែនោះគឺឃើញអ្វីទេឆ្កែនោះគ្រូខាងណាបងប្អូនគាត់ភ័យហើយឆ្កែនោះបាក់នៅដាក់គាត់យ៉ាងធំនៅពណ៌ក្រហមជារន្ធត់ហើយក៏គាត់បានរត់មកអាគារខ្ញុំបានបុកនឹងមិត្តភ័ក្តិរបស់ខ្ញុំតែគេកំពុងតែជើកស៊ីវ៉ាន់របស់របរទៅកន្លែងកម្មវិធីជប់លៀងទៀតតែក៏មិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគឺក៏គាត់បានបបួលខ្ញុំថាទៅកន្លែងយើងផាត់ធីទៀតអត់ហ
ហើយចិត្តក៏បានសួរទៅមិត្តភក្តិម្នាក់នឹងថានៅកន្លែងអគារយើងហ្នឹងគឺមានមនុស្សស្នាក់នៅឬក៏មានមនុស្សគេទៅមុនខ្ញុំអត់ហើយមិត្តភក្តិរបស់ខ្ញុំហ្នឹងក៏គាត់បានប្រាប់ថាប្រហែលជាមានចឹងទៅក៏ចិត្តក៏បាយមិត្តភក្តិហ្នឹងក៏គាត់ឈ្មោះទៅអគារស្នាក់នៅជាន់ទី2ហ្នឹងក៏ចិត្តក៏ឃើញមនុស្សពីរ3នាក់ដែលកំពុងតែនិយាយគ្នាលេងចឹងទៅក៏ចិត្តគាត់ឃើញបារម្ភតិចហើយចឹងក៏គាត់ចូលទៅបន្ទប់គេហើយនៅក្រោយគេហ្នឹងនៅជួរខាងស្ដាំនៃបន្ទប់ជាន់ប្រដីបច្ចាការយ៉ាងឈ្ងុកឆ្ងាត់ចូលក្នុងបន្ទប់ព្រាមទៅជាសុវត្ថិភាពហើយខ្ញុំក៏បានរៀបរកសរហើយទៅចាក់ទ្វារដើម្បីបាក់ខ្ញុំលើសូរសំឡេងទូរស័ព្ទនិងស្នូជាមនុស្សតាចុះឡើងនៅជាន់តូមុខបន្ទប់របស់ខ្ញុំគិតថាប្រហែលជាមិត្តភក្តិអតីតទៀតគេបានចូលមករៀនចូលមកសម្រាប់ហើយក៏ខ្ញុំបានបិទទ្វារចាក់សងហើយក៏បើកបង្អួតហើយខ្ញុំក៏បានយកភួយកណ្ដកហើយខ្ញុំចិត្តតែសូត្រធម៌ក្នុងចិត្តហើយមេខ្ញុំបិទបង្អួតយ៉ាងចិត្តអស់ហើយប៉ុន្តែខ្ញុំមានអារម្មណ៍ថាមេចាប់ដើមត្រជាក់ធ្វើឲ្យខ្ញុំកាន់តែងងុយគេនហើយភ្លើងក៏នៅពេលដែលខ្ញុំបានបើកឆ្មេតាំងមេបន្ទប់ប្រែទៅជាងងឹតច្រើនធ្វើឲ្យខ្ញុំចាប់តាមបាក់ថ្មែកងើបតែខ្ញុំងើបពុំរួចសោះខ្ញុំមានអារម្មណ៍ថាមានអ្វីនៅលើក្បាលរបស់ខ្ញុំដែលកំពុងតែធ្លាក់មកចង់សង្កត់របស់ខ្ញុំទ្រង់របស់ខ្ញុំណែខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីដេកភ័យខ្ញុំនឹងទៅជំនួយប៉ុន្តែពេលនោះក៏មានមិត្តភក្តិពីរ3នាក់តែគេរួមបន្ទប់ជាមួយខ្ញុំក៏គេបានបើកទ្វារចូលមកខ្ញុំក៏មានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយដូចជាមានធម្មពលពេលនោះហើយស្រមោលខ្មៅររេបាត់សូននាំមកនៅមិត្តរួមបន្ទប់ពីរ3នាក់ចូលមកញញើមដាក់ខ្ញុំព្រោះទៅតែពួកគេទៅតែបើត្រឡប់មកពីជប់រៀនភ្លើងហើយមិត្តភក្តិរបស់ខ្ញុំគឺគាត់ឈ្មោះសៃគាត់សួរខ្ញុំមិនដឹងថាគាត់ចង់សួរអ្វីខ្ញុំធ្វើដូចជាមិនមានរឿងអ្វីកើតឡើងហើយក៏ខ្ញុំប្រាប់គាត់ថាខ្ញុំកំពុងតែអានសៀវភៅដោយសារតែខ្ញុំខ្លាចអ្នកដទៃគេឆោតចំអករបស់ខ្ញុំគេឆោតចំអកកំផែងមកលើខ្ញុំនេះជាការចាប់ផ្ដើមនៃសត្វលឿងរបស់ខ្ញុំនេះជាជីវិតនិស្សិតដែលមករស់នៅទីក្រុងភ្នំពេញហើយនៅថ្ងៃបវេសនការថ្មីនៅក្នុងមហាវិទ្យាល័យដែលជាឱសថស្ថាននៅក្នុងបវេតែមួយនៅពេលនោះខ្ញុំបានទទួលនិស្សិតថ្មីដែលជាមិត្តថ្មីហើយខ្ញុំគិតថាខ្ញុំនឹងគេចភ័យផុតពីខ្មោចតតនេះគឺខ្ញុំត្រូវតែតាំងចិត្តទូស្អាតប្រកដាខ្ញុំភ្ញាក់ពីគេ
ម៉ោងប្រហែល5 ជាងខ្ញុំក៏ទៅហាត់ប្រាណដោយសារតែជាចំណុចរបស់ខ្ញុំហើយខ្ញុំក៏រត់ហាត់ប្រាណនៅតាមសួនច្បារសារារៀនក្រៅពីនោះខ្ញុំក៏ឃើញមានបងប្អូន2-3 នាក់ដែរគាត់ជិះកង់នៅពីមុខខ្ញុំពិតជាស្រស់ស្រាយណាស់នៅពេលដែលបានហាត់ប្រាណខ្ញុំហើយអាគារនោះបែរជាសាងសង់មិនដឹងថាសាងសង់ពីជំនាន់ណាទេប្រហែលជាជំនាន់បារាំងឬក៏មុនហ្នឹងទេភាសាវិទ្យាល័យគឺចាស់ដែរចឹងបងប្អូនហើយឆ្ងាត់ណាស់ទីតាំងនោះជួនច្បារដែលខ្ញុំរត់ហាត់ប្រាណហ្នឹងគឺហើយក៏ខ្ញុំបានសម្លឹងមើលតាមជួនច្បារដែលហាត់ប្រាណហ្នឹងគឺមានជញ្ជាំងមួយដែលពោពេញទៅដោយការសំណងហាក់បីដូចជាមិនសូវមានមនុស្សខ្លាចខ្វល់ពីវាសោះហើយក៏ខ្ញុំបានដើរទៅក៏ឃើញជញ្ជាំងមួយដែលពោពេញដោយការសរសេរហើយនៅលើជញ្ជាំងនោះគឺមានការសរសេរពាក្យពេចន៍តពីរោះនោះចេតនាខ្ញុំអានហើយជូរចិត្តហើយក៏មានអារម្មណ៍ព្រឺនៅកាយវិការនៅភាសាដែលគេសរសេរនោះហើយក៏ពេលនោះក៏ទូរស័ព្ទរបស់ខ្ញុំគឺបានលោតហើយខ្ញុំក៏បានមើលម៉ោងក៏ដល់ម៉ោងដែលខ្ញុំបានជិតដល់ម៉ោងចូលរៀនហើយភាសាតែខ្ញុំរពោតែជក់ចិត្តអាននៅភាសាតែមហាដែលគេសរសេរនៅជញ្ជាំងហើយខ្ញុំក៏បានសម្ដៅទៅរកមិត្តភ័ក្តិរបស់ខ្ញុំដែលបានជួបគាត់នៅផ្លូវតែគាត់កំពុងតែហាត់ប្រាណដែរហើយគាត់តែស្អីហ្នឹងគឺគាត់តែញញឹមដាក់ខ្ញុំនៅពេលដែលគាត់ជួបខ្ញុំហើយខ្ញុំក៏បានណែនាំគាត់ឲ្យទៅទំនេរទៅអានភាសាដែលគេសរសេរនៅលើជញ្ជាំងហើយខ្ញុំបានប្រាប់គាត់ឆ្ងាត់សពប្រាប់គាត់នៅជញ្ជាំងគឺគេសរសេរភាសាស្នេហាយុវជននាសម័យនោះរឿងស្នេហារឿងអ្វីដែលគេសរសេរនោះពិតជាចាប់អារម្មណ៍ជក់ចិត្តហើយស្អីក៏គាត់ចំហមាត់ដាប់ឆ្នុំខ្ញុំប្រាប់ឲ្យជាភ្នែកផ្អាហើយខ្ញុំក៏ដល់ម៉ោងទៅរៀនតែហើយក៏ខំចិត្តទៅជាមួយគាត់នៅម៉ោង6 ល្ងាចខាងប្រហែលជាជប់ហើយខ្ញុំក៏បានញ៉ាំបាយតែម្នាក់ឯងទុកម៉ូតូរួចខ្ញុំដល់កន្លែងជួបជុំធ្វើកិច្ចការផ្ទះនៅក្នុងអគារសិក្សានៅក្នុងមហាវិទ្យាល័យងងឹតខ្លះមានភ្លៀងធ្លាក់បន្តិចប្រយជប់នោះទំនងត្រជាក់ខ្ញុំដឹងតែគិតថាដឹងតែដល់ផ្ទះគឺគេលក់ស្រួលហើយតែពេលនោះក៏មានសំឡេងមួយឬសូរដាក់ខ្ញុំពិតជាសង្កត់ណាស់សម្លេងនេះគឺសម្លេងមនុស្សប្រុសមនុស្សស្រីនិយាយគ្នាសន្ទនាគ្នាប៉ុន្តែមិនយូរប៉ុន្មានខ្ញុំបានអង្វែរទៅដៅបាត់ស្មែសងំគេហើយខ្ញុំតែងតែសុទ្ធធម៌នៅក្នុងចិត្តជីនិត
ពេលនោះហើយជីវិតរបស់ខ្ញុំគិតថាគេមិនផុតទេក៏ចាយខ្មត់ដោយសារតែម្ដងទីក្រុងហើយខ្ញុំក៏នៅតែខេហើយខ្ញុំមិនដឹងទៅណាទេពិបាកចិត្តណាស់ហើយខ្ញុំមិនដែលប្រាប់រឿងតែខ្ញុំមើលឃើញខ្មត់ទៅប្រាប់មិត្តភ័ក្តិថ្មីរបស់ខ្ញុំនោះទេគឺខ្ញុំខ្លាចគេឆោតចំអកមកលើខ្ញុំហើយពេលនោះហើយតែខ្ញុំគិតថាពិបាកណាស់បំផុតហើយក៏បានឮសំឡេងគេនិយាយសាងសង់គ្នាខ្ញុំបានសម្ងំគេអត់ប៉ុន្តែនៅពេលដែលខ្ញុំងើបបាក់បង្អួតខ្ញុំគេមិនលក់សោះស្រាប់តែខេនរបស់អ្វីដែលមិនគួរឲ្យខេនោះគឺជាថ្មដែលគេសើមកខ្ញុំតាមតររបស់បង្អួតខ្ញុំពិតជាខ្លាចពេលនៅខ្ញុំចាប់តាមយកភួយមកក្របមុខចាងប្រញាប់បិទទ្វារបិទមុខរួចចាងប្រញាប់ហើយខ្ញុំក៏ព្រោះស្អែកព្រឹកដែរខ្ញុំបានទៅសាលាជាធម្មតានៅពេលដែលចិនមកខ្ញុំត្រូវធ្វើ assignment ជាមួយមិត្តភ័ក្តិបន្តទៀតដោយសារតែជីវិតជានិស្សិតមហាវិទ្យាល័យយើងត្រូវមានកិច្ចការនិងហ្វាយសិក្សាជាច្រើនដល់ពេលជប់ឡើងយើងត្រូវធ្វើអាសានឹងរៀនបន្តទៀតហើយខ្ញុំក៏បានមកកន្លែងជាស្នាក់នៅពេលនេះគឺជប់ហើយចឹងហើយក៏មានស្រមោលខ្មែរស្រមោលក៏ជាដើរតាមមើលខ្ញុំពិតជាទន់ពុតណាស់ខ្ញុំតែងតែខកធរជានៅក្នុងចិត្តដើម្បីកុំឲ្យខ្លាចប៉ុន្តែភាពខ្លាចនៅតែមិនខាតដោយសារតែគឺចូលសំដែងគេចាក់ចម្រៀងផងបន់ខ្មត់ផងស្មោតផងហើយជាពិសេសនោះគឺសំឡេងឆ្កែលូគឺខ្លាំងធ្វើឲ្យខ្ញុំខ្លាចញញឹមខ្ញុំរត់ចាំងលឿនតែដើរអត់ជីវិតហើយពេលអាចដល់អង្គុយក៏មានមិត្តភក្តិសួរខ្ញុំហើយក៏អាចបាច់ញឹកដែរខ្ញុំក៏ប្រាប់ថាដោយសារខ្ញុំមិនសូវស្រួលខ្លួនចឹងហើយក៏បាច់ញើសចឹងហើយណាមួយជាងត្រូវដើរមកទៀតចឹងបាច់ញើសខ្លាំងណាស់ហើយក៏ខ្ញុំបានចូលអង្គុយនៅទឹកសម្រាប់ធ្វើដើម្បីចូលគេដើម្បីយកកម្លាំងទៅធ្វើរៀនស្អែកបន្តទៀតហើយជីវិតរបស់ខ្ញុំទៅជាយ៉ាងណានៅពេលអនាគតខ្ញុំពិតជាមិនអាចបំភ្លេចបានដោយសារតែពេលមកដល់នោះគឺខ្ញុំបានក្ររែកស្មែកតាមកន្ទុយស្មែកថា
នឹងមានរឿងអ្វីវត្ថុអ្វីដែលនៅគេខ្ញុំពេលនេះខ្ញុំពិតជារំភើប